បងប្អូនហើយនេះគឺជាមុខក្បត់ជាតិជន់ក្បត់នេះបងប្អូនគេចាប់វាបានព្រឹងមាញ់អានេះគឺជាចារកម្មឲ្យសៀមវាលក់ក្បាលឲ្យសៀមបាទវានឹងឯងជាអ្នកបង្កប់ GPS ហើយរាយការណ៍ទៅឲ្យកងទ័ពខាងសៀមដើម្បីឲ្យកងទ័ពខាងសៀមនឹងបើកយន្តហោះចម្បាំងមកបាញ់ផ្ដាច់ស្ពានរបស់ខ្មែរយើងដែលនៅខាងសៀមរាបណានេះមុខចៅមសៀតនឹងវាលក់ក្បាលឲ្យសៀមដែលធ្វើឲ្យសៀមនោះមកបាញ់កម្ពុជាកាលពីព្រឹកមាញ់កាលពីព្រឹកថ្ងៃទី15ហ្នឹងហើយបើតាមចម្លើយដែលវាសារភាពវាបាននិយាយថាខាងកងទ័ពសៀមឲ្យវារហូតដល់$20,000បាទប៉ុន្តែគាត់តែថាពេលនេះគេឲ្យវាតែ$2,500សិនទេដើម្បីឲ្យចាយអញ្ចឹងណាដល់ពេលដែលការងារនឹងបានសម្រេចគេនឹងថែមលុយឲ្យទៀតបាទក្តៅបងប្អូនស្រុកទេសកំពុងតែមានសង្គ្រាមមានបញ្ហាអីអានេះអត់មានសាមគ្គីជាតិបែរជាលក់ក្បាលឲ្យចោលទៅវិញក្តៅបងប្អូនខ្ញុំគិតថាមិនបាច់បញ្ជូនវាទៅប៉ូលីសទេបាញ់វាចោលហ្មងអាហ្នឹងបាទ$2,500ទិញក្បាលអាហ្នឹងបានណា